ចៃលិចខ្ចីកើតិចខ្លាយជាបំណុលវ៉ាន់កអត់ដឹងខ្លួនណាបងប្អូនថ្ងៃនេះខ្ញុំបានឆាតសួរ GPT តាក់ទងទៅនឹងបំណុលវ៉ាន់កគឺជាបញ្ហាសង្គមមួយដែលកើតមាននៅពេលដែលមនុស្សខ្ចីប្រាក់ដោយការប្រាក់ខ្ពស់និងមិនអាចសងត្រឡប់បានទាន់ពេលវេលាជាទូទៅបំណុលប្រភេទនេះគឺកើតឡើងពីការខ្វះខាតជីវភាពការចំណាយលើសមត្ថភាពឬក៏ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសង្គមមនុស្សជាច្រើនត្រូវការប្រាក់សម្រាប់ការរស់នៅការព្យាបាលជំងឺឬក៏ការបង្កើតមុខរបរពេលពួកគេមិនអាចរកប្រាក់ពីធនាគារឬស្ថាប័នផ្លូវការបានងាយស្រួលពួកគេច្រើនទៅខ្ចីពីកម្ចីឯកជនដែលមានការប្រាក់ខ្ពស់បើមិនអាចសងទាន់ពេលវេលាការប្រាក់នឹងកើនឡើងជាបន្តបន្ទាប់ធ្វើឲ្យជីវភាពកាន់តែពិបាកបំណុលវ៉ាន់កអាចបង្កពីផលប៉ះពាល់ជាច្រើនដូចជាការបាត់បង់ទ្រព្យសម្បត្តិភាពតានតឹងនៅក្នុងគ្រួសារនិងការខ្វះឱកាសការអភិវឌ្ឍជីវិតមនុស្សខ្លះត្រូវបោះបង់ការសិក្សាឬចាក់ចេញទៅធ្វើការឆ្ងាយដើម្បីរកប្រាក់សងបំណុលដើម្បីជៀសវាងបំណុលវ៉ាន់កយើងគួរតែចេះសន្សំប្រាក់ចំណាយតាមសមត្ថភាពនិងរៀបចំហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវបើត្រូវការខ្ចីប្រាក់គួរជ្រើសរើសស្ថាប័នដែលមានស្របច្បាប់ចា៎ដែលស្របច្បាប់ហើយមានការប្រាក់ទាបលើពីនេះការអប់រំអំពីហិរញ្ញវត្ថុគឺជាសារៈសំខាន់ដើម្បីឲ្យមនុស្សមានការយល់ដឹងនិងមិនធ្លាក់ក្នុងបញ្ហាបំណុលសរុបមកបំណុលវ៉ាន់កគឺជាបញ្ហាដែលអាចប៉ះពាល់ដល់ជីវភាពនិងអនាគតរបស់មនុស្សដូច្នេះយើងគួរប្រើប្រាស់ប្រាក់ដោយប្រុងប្រយ័ត្ននិងរស់នៅតាមសមត្ថភាពរបស់ខ្លួនការចែករំលែកនេះគឺអត់ខុសទេបងប្អូនបទពិសោធន៍ជីវិតដែលខ្ញុំធ្លាប់ជួបគឺមានច្រើនណាស់ពេលដែលយើងរកបានច្រើនក៏គ្រប់រកបានតិចក៏គ្រប់តែគ្រប់នឹងក្នុងបរិមាណណាចាពេលខ្លះគឺខ្វះមុខខ្វះក្រោយដូចគ្នារកបានច្រើនចាយច្រើនរកបានតិចចាយតិចអត់ចេះទុកដាក់ទេតម្រាំដឹងខ្លួនគឺថាគឺជ្រុលខ្លួនបាត់ទៅហើយបំណុលដែលខ្ញុំធ្លាប់ជពាក់គេពីមុនមកជាង$10,000ដោយសារតែការហ្នឹងគឺយើងរកបានច្រើនអញ្ចឹងយើងអត់សូវខ្វល់ទេយើងគិតតែពីទិញរបស់ដែលលើសសមត្ថភាពខ្លួនឯងអត់បានគិតដល់ថាអូចុះបើសិនជាយើងរកឡើងបានតើទប់ទល់យ៉ាងម៉េចចឹងបានថានេះគឺជាចំណុចមួយដែលយើងគួររៀនសូត្រហើយក៏ជាបទពិសោធន៍ជីវិតមួយដែលខ្ញុំឆ្លងកាត់ហើយក៏មិនឲ្យកើតមានជាលើកទី2នោះដែរពីមុនគឺយើងគិតអីស្រួលហើយអត់សូវគិតពីបញ្ហាគិតថាអូបានស្រួលដែរអញ្ចឹងមិនសូវខ្វល់ទេទិញរបស់ទៅហើយការទិញរបស់ខ្ញុំមិនមែនថាទិញខុសទេបងប្អូនគឺទិញជាផ្ទះអញ្ចឹងណាមានផ្ទះមួយហើយគិតថាអូបើសិនជាមានផ្ទះមួយទៀតសម្រាប់នៅហើយមួយទៀតដើម្បីបង្កើនប្រាក់ចំណូលអញ្ចឹងពេលហ្នឹងគឺមានចំណូលមែនផ្ទះជួលនឹងហើយប៉ុន្តែដោយសារតែយើងអត់មានដើមទុនច្រើនក្នុងការទិញផ្ទះទី2អញ្ចឹងបំណុលហ្នឹងគឺចាប់ផ្ដើមកើនម្ដងបន្តិចពេលដែលយើងរកបានអត់ជាបញ្ហាទេតែពេលដែលយើងរកអត់បានយើងចាប់ផ្ដើមទៅខ្ចីបន្ទុកបណ្ដាក់ចាអ្នកនេះបន្តិចអ្នកនោះបន្តិចហើយបើសិនជាដំបូងគឺលុយអត់មានការទេតែដល់ពេលយើងមិនអាចទៅរកគេបានរហូតទេអញ្ចឹងយើងទៅរកលុយការប្រាក់អញ្ចឹងវាជាប់វ៉ាន់កអញ្ចឹងណាបងប្អូននេះគឺជាវីដេអូចែករំលែកអរគុណជម្រាបលាបាយបាយ